លោកតាវ័យ60ឆ្នាំម្នាក់បានប្រពន្ធអាយុត្រឹមតែ20ឆ្នាំក្រោយពីអ្នកទាំងពីរបានស្គាល់គ្នារយៈពេលខ្លីកាលពីពេលថ្មីនេះមានលោកតាដែលជាអ្នកស្រុកស្រែចម្ការម្នាក់បានលងស្រឡាញ់ជាមួយនឹងនារីជនបទដូចគ្នាហើយអ្នកទាំងពីរបន្ទាប់ពីឃើញគ្នានៅពេលដែលទៅលេងបុណ្យភូមិដោយលោកតាបានសួរទៅនាងថាតើនាងព្រមស្រឡាញ់លោកតាដែរឬទេដោយសារតែលោកតាជាអ្នកជនបទប៉ុន្តែលោកតាគឺជាអតីតមេភូមិមានទ្រព្យសម្បត្តិស្តុកស្តម្ភមិនចាញ់ស្ថិរនៅស្រុកស្រែប៉ុន្មាននោះទេដោយសារតែលោកតាមានទ្រព្យសម្បត្តិស្តុកស្តម្ភបែបនេះនារីខាងលើក៏យល់ព្រមរៀបការជាមួយនឹងលោកតាហើយនៅក្នុងនោះអ្នកទាំងពីរក៏បានចូលរោងការដោយស្ម័គ្រចិត្តទាំងសងខាងផងដែរក្រោយពីអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានរៀបការរួចហើយមហាជនជាច្រើនក៏បានលើកសរសើរទៅដល់លោកតាថាលោកតាពិតជាមានសំណាងខ្លាំងមែនទែនដែលបានរៀបការជាមួយនឹងប្រពន្ធវ័យក្មេងហើយអ្នកខ្លះទៀតក៏បាននិយាយថានារីរូបនេះស្រឡាញ់លោកតាដោយសារតែឃើញទ្រព្យសម្បត្តិដីស្រែរបស់លោកតាតែប៉ុណ្ណោះមិនស្រឡាញ់លោកតាចិត្តនឹងចិត្តនោះទេរឿងនេះដែរធ្វើឲ្យនាងជានារីដែលជាប្រពន្ធនេះមានការខកចិត្តយ៉ាងខ្លាំងចំពោះអ្នកភូមិដែលនិយាយដើមនាងពីក្រោយខ្នងថានាងស្រឡាញ់តែទ្រព្យសម្បត្តិរបស់លោកតាប៉ុន្តែលោកតាបានលងចិត្តប្រពន្ធក្មេងរបស់គាត់ថាកុំគិតច្រើនពេកនេះគ្រាន់តែជាសម្ដីរបស់អ្នកភូមិគេមិនបាននៅជាមួយនឹងយើងគេមិនដឹងរឿងយើងនោះទេដោយអ្នកទាំងពីរបានយល់ព្រមគ្នាដោយចិត្តនឹងចិត្តនិងស្រឡាញ់គ្នានឹងគ្នា